mà cung sao chiếu nó sắp sai cho bắp mày mà cung ta chị anh biểu trong tha chị anh sao cho tụi mình sai cho bắp không nữa mình thử ồ mời mấy em sẽ video sắp sai xã pon một kháng ai tiêm tia sừng nó bị tạ tay chốn để ban phất chỉ môi xã pon một kháng tiệt ban chồng chị anh cái tha ai tiêm tia ban đại ẩn bà vừa nói một câu thì tiêm tia ban ấy mấy chẳng lấy vừa ra đây sạc cần mờ thà nó không khủa xa mùi đây sờ lạnh kia bà co vào đôi sập dạng cố rồi hay là p nó lấy tranh qua tầm miền là bao tạ gì chôn đây gì chôn ti bay nó cho một không khủa xa nữa vơi khủa xa nó tay nhảy xua một cái kia rọc riêng thì ở chơi chụp choi hay chừng này của sang nó biết là ai chia là hốt ở bao ca lên nhạc nhiều bà dương mơ tới kẹt to một ca lên lét dương khinh câu nó câu đại miên thiệp cọ cái đáy rồi là hốt khai đi chỉ câu đại ai bạc băng ở khúc đưa con vào đai để sai để mua là hái lên đẹp này trắng để xa đại đặt dạ chôn nó cứ chôn nó trắng chôn nó phải là tua kho tay son sừng non tê nó không hướng đi thế kia là chia đây được con hay ban thật chỉ muối nâng thế kia mà khán thiết đại chia tại tay chôn nữa bàn con bên cổng hông nó không hướng nâng hay chặt tay nó không hướng rồi mà toàn bên được kệ man giấy đã kha bạc thật luôn thế kia là chia đây ở con nước tơ ở chỗ phát ra rồi mà toàn bà hay từ chỗ phát ra nông cạn đấy đã đây được con nước quạt man và đăng tiết rồi chẳng hay nhầm nơi tại con trâu thay thế kia để chia đây được con nước mình ai mà khán thiết mình ai thôi ca tiêm tia nó bị đã tay chôn ban này chứ chia lẹ cái này lấy cầm toàn chuột nè nhưng mà mới video thật nè ta cái giấy tham mày chị ta nhưng sờ lạnh kia du hai cái nè bông trong tập luôn nuôi đỡ ta bông ai khai chụp đây là bạn này bông sông ô liu cả tạo cái chân đá bóc con nhung สมพรនិងសុចិតាបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាហើយអ្នកទាំងពីរបានចុះសម្បត្តិអាពាហ៍ពិពាហ៍យ៉ាងត្រឹមត្រូវនៅក្នុងឆ្នាំ2012នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍អ្នកទាំងពីរបានបង្កើតកូនស្រីម្នាក់ហើយក៏បានរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានប្រែប្រួលអស់នៅប៉ុន្មានឆ្នាំចុងក្រោយនេះហើយក្តីស្រឡាញ់របស់សម្ផស្សចំពោះសុចិតាក៏បានរសាយបាត់ទៅនេះហើយគឺដោយសារតែសម្ផស្សបានស្រឡាញ់នារីម្នាក់ទៀតថ្ងៃមួយស្រីកំណាន់របស់សម្ផស្សបានផ្ញើសារមកណាត់ជួបដូចសពដរ alo alo tích alo tích miền Nam hôm nay mấy cái chết đang rương mong mày chết đang mày khai nhau một con bằng ai nhỉ hay bằng ai thời trang lại nhau hay lại nước này con này kệ hả bằng ai thời trang thời đâyសុចិតានាងមិនអាចទ្រាំទ្រនឹងទង្វើរបស់សម្ផស្សដែលជាប្តីនឹងស្រីកំណាន់នោះបានឡើយសុចិតានាងចង់ប្តឹងទាមទារសំណងពីស្រីកំណាន់ម្នាក់នោះឲ្យសមនឹងការខាត់បងព្រមទាំងការជឿចាប់របស់នាងហេតុនេះសុចិតាបានទៅសាកសួរយោបល់ផ្នែកច្បាប់
សួរបាទអញ្ជើញអង្គុយសិនលោកស្រីបាទសួស្តីលោកស្រី ចាសួស្តីលោក ខ្ញុំឈ្មោះសុផារិតខ្ញុំជាសមាជិកនៃសមាគមខ្មែរឡខ្ញុំគិតថាលោកស្រីមកទីនេះប្រហែលជាមានបញ្ហាអ្វីមួយដើម្បីឲ្យខាងយើងខ្ញុំដោះស្រាយជូនហើយមែនទេលោកស្រី មែនហើយលោក អញ្ជើញលោកស្រីមានភាសាមកចង់ចឹងសូមលោកស្រីទប់អារម្មណ៍សិនលោកស្រីអាចរៀបរាប់អំពីការឈឺចាប់ទាំងអស់នោះប្រាប់មកខ្ញុំបានខ្ញុំនឹងរងចាំស្ដាប់ជានិច្ចលោកស្រី ចាលោកតាមពិតទៅប្តីខ្ញុំហើយនឹងនាងខ្ញុំបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នារយៈពេល5ឆ្នាំមកហើយក៏មានកូនស្រីម្នាក់ផងដែរក្រុមគ្រួសាររបស់នាងខ្ញុំពិតជាមានសុភមង្គលខ្លាំងណាស់ប៉ុន្តែមួយរយៈកន្លងក្រោយមកនេះគឺឃើញថាមានភាពរកាំរកូសនិងមានបញ្ហាឆ្លោះគ្នាជាច្រើនដែលធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំតែងតែមានផលវិបាកជាហូរហែចាប់តាំងពីដើមឆ្នាំ2015មកឃើញថាប្តីរបស់ខ្ញុំមិនដែលរវីរវល់ជាមួយនឹងនាងខ្ញុំទេគាត់តែងតែដើរចោលផ្ទះមិនដែលខ្វាយខ្វល់ពីខ្ញុំនិងកូនរីឯកូនស្រីរបស់នាងខ្ញុំតែងតែយំហៅឈ្មោះប៉ារបស់គេនៅពេលដែលប៉ារបស់គេមិននៅក្បែរត្រង់កន្លែងនេះផងដែរធ្វើឲ្យនាងខ្ញុំមានការអាណិតខ្លោចចិត្តកូនស្រីជាខ្លាំងមិនធំតែវិបាកចិត្តលើខ្លួនឯងទេថែមទាំងអាណិតកូនស្រីដែលគ្មានឪពុកហើយនឹងគេហើយចាប់តាំងពីពេលដែលគាត់បានផិតក្បត់ជាមួយនឹងនាងស្រីម្នាក់នោះគាត់មិនដែលផ្ដល់លុយកាក់សម្រាប់ចិញ្ចឹមកូនហើយនឹងលុយកាក់សម្រាប់គ្រប់គ្រងក្នុងគ្រួសារទេអូដោយសារតែកត្តាជាច្រើនខាងលើនេះហើយបានជាហេតុនាំធ្វើឲ្យលោកស្រីនឹងចង់ដឹងថាតើលោកស្រីអាចមានសិទ្ធិប្តឹងទាមទារសំណងពីស្ត្រីម្នាក់នោះបានដែរអត់មែនទេលោកស្រីបាទចំពោះបញ្ហានេះខ្ញុំតាមការស្ដាប់រៀបរាប់របស់លោកស្រីខ្ញុំមានយោបល់ថាតើអ្នកប្រឹក្សាបានផ្ដល់យោបល់ទៅសុជាតាយ៉ាងដូចម្តេចតើសុជាតាអាចដឹងទាមទារសំណងពីតេជននោះបានដែរឬទេដើម្បីបញ្ជាក់កាន់តែច្បាស់ទៅលើប្រធានបទមួយនេះសមាគមស្រាវជ្រាវនិងផ្សព្វផ្សាយចុះខ្មែរនឹងបានរៀបចំកិច្ចពិភាក្សាដេញដោលមួយដែលប្រារព្ធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េដែលនៅថ្ងៃទី24វិច្ឆិកាឆ្នាំ2016ចាប់ពីវេលាម៉ោង2 រសៀលតទៅហើយចូលដើម្បីអាចចូលបានតើខ្ញុំត្រូវធ្វើម៉េចទៅប្រសិនបើប្រិយមិត្តនិស្សិតដែលមានចំណាប់អារម្មណ៍ចង់ចូលរួមនៅក្នុងការពិភាក្សាដេញដោលនេះលោកអ្នកគ្រាន់តែ comment ជាឈ្មោះអាយុភេទលេខទូរស័ព្ទស្ថាប័នការងារឬក៏អាចទំនាក់ទំនងផ្ទាល់ទៅកាន់លេខទូរស័ព្ទ010 453 434 សូមបញ្ជាក់ផងដែរថាចំពោះការចុះឈ្មោះសូមធ្វើឲ្យបានមុនថ្ងៃទី20វិច្ឆិកាឆ្នាំ2016នៅពេលនេះទេសោតការចុះឈ្មោះនោះមិនទាមទារឲ្យការបង់ប្រាក់ឡើយចុះថ្ងៃនោះខ្ញុំទទួលបានអត្ថប្រយោជន៍អ្វីខ្លះពិតមែនហើយអត្ថប្រយោជន៍ដែលយើងអាចទទួលបាននោះមានដូចជាទី1ចំណេះដឹងថ្មីៗដែលពាក់ព័ន្ធទៅនឹងបញ្ហាគតិយុត្តជុំវិញប្រធានបទទី2វិធីសាស្ត្រនៃការពិភាក្សាដេញដោលដែលមានដូចជាបច្ចេកទេសនៃការបកស្រាយច្បាប់បច្ចេកទេសនៃការសាកសួរបច្ចេកទេសនៃការធ្វើសេចក្តីសន្និដ្ឋានអូពិសេសមែនអរគុណច្រើនសម្រាប់ព័ត៌មានដ៏ល្អមួយនេះ